នេះគឺជាសកម្មភាពពេលល្ងាចបន្ទាប់ពីនាងខ្ញុំធ្វើការហើយនាងខ្ញុំចុះមកក្រោមដើម្បីរៀបចំអីវ៉ាន់និងចេញពីកន្លែងធ្វើការតោះចង់នឹងថាសកម្មភាពបន្ទាប់ពីចេញធ្វើការនាងខ្ញុំទៅកន្លែងណាខ្លះក៏តាមដានទស្សនាទាំងអស់គ្នានៅក្បែរកន្លែងធ្វើការរបស់នាងខ្ញុំរៀងងាយស្រួលដែរដោយសារតែផ្សារនៅម្ដុំហ្នឹងគឺគេមានលក់អីវ៉ាន់ជាច្រើនដែលយើងអាចទិញសម្រាប់ការធ្វើម្ហូបរបស់យើងហើយល្ងាចនេះផងដែរនាងខ្ញុំនឹកឃើញម្ហូបមួយគឺខំម៉ាំដើម្បីចែកជូនបងប្អូនតាមដានទស្សនាចំណងថាខំម៉ាំមានរសជាតិដូចជាត្រូវការគ្រឿងផ្សំអ្វីខ្លះកុំភ្លេចតាមដានទស្សនាវីដេអូនេះរហូតដល់ចប់បន្ទាប់ពីនាងខ្ញុំបានទិញបន្លែទិញសាច់រួចរាល់នាងខ្ញុំក៏ត្រឡប់ទៅផ្ទះវិញហើយការជិះតាមផ្លូវវារៀងកកស្ទះដែរអញ្ចឹងប្រហែលជាត្រង់ម៉ោង6ជាងអីបាននាងខ្ញុំត្រឡប់ទៅដល់ផ្ទះហើយនៅពេលទៅដល់ផ្ទះគឺប៉ារបស់ខ្ញុំគាត់ជាអ្នកធ្វើម្ហូបហើយការខំម៉ាំរបស់យើងនេះយើងត្រូវការប្រហុកសាច់ក៏ប៉ុន្តែដោយសារតែនាងខ្ញុំអត់មានប្រហុកសាច់ក៏នាងខ្ញុំដាក់ប្រហុកត្រីរាត្រីតូចល្អិតធម្មតាយើងច្រាំឲ្យវាម៉ត់យកឆ្អឹងចេញហើយអស់ចឹងទៅហើយយើងត្រូវកិនគ្រឿងខ្ទឹមនិងម្ទេសក៏ប៉ុន្តែប៉ាខ្ញុំគាត់អត់កិនទេគាត់ធ្វើបែបនេះគាត់ដំគ្រឿងតែម្ដងហើយត្រង់នេះវិញគឺយើងឆិតសម្បកវាចេញបែបនេះពុកម៉ែបងប្អូនដើម្បីដាក់នៅក្នុងសម្លវាងាយនឹងផុយលឿនហើយយើងអាចចិតវាជាពីរតាមម៉ូតបែបនេះក៏បានចិតជាម៉ូតតូចក៏បានដែរហើយចំណែកម្ទេសផ្លោកយើងចិតជាពីរចឹងទៅយើងយកក្របចេញក៏បានដែរហើយត្រីនាងខ្ញុំជ្រើសរើសត្រីពោដើម្បីស្លជាមុខម្ហូបមុខនេះហើយយើងកាត់វាជាកង់តូចដើម្បីឲ្យវាងាយស្រួលក្នុងការចម្អិនយើងអាចយកត្រីសណ្តែកក៏ត្រីពោត្រីប្រាយកមកស្លម្ហូបនេះក៏បានដែរតែនាងខ្ញុំជ្រើសយកត្រីពោដើម្បីឲ្យការស្លរបស់នាងខ្ញុំគឺមានរសជាតិឆ្ងាញ់នៅពេលដែលយើងកាត់វាហើយយើងទុកវាមួយឡែកបែបនេះហើយយើងក៏ចាប់ផ្ដើមកូរស្កររបស់យើងឲ្យស្ករពីងក៏បានស្ករសក៏បានហើយយើងកូរវាឲ្យវារៀងក្រហមបន្តិចយើងក៏ដាក់ប្រហុកចូលនៅពេលដែលដាក់ប្រហុកចូលហើយយើងដាក់សាច់របស់យើងចូលហើយរំងាស់វារឹមដើម្បីឲ្យសាច់វាចូលជាមួយនឹងប្រហុករបស់យើងទុកឲ្យវាផុយហើយយើងក៏ដាក់ត្រប់វែងក៏ដូចជាម្ទេសប្រាប់ចូលនៅពេលដែលយើងរំងាស់វាបានប្រហែលជាបន្តិចទៅហើយយើងក៏ដាក់គ្រឿងវិចេងចូលហើយយើងកុំតដាក់អំបិលអីដោយសារតែប្រហុករបស់យើងមានរសជាតិប្រៃហើយអញ្ចឹងយើងដាក់តែស្ករឬក៏វិចេងបន្ថែមទៅនៅពេលដែលយើងរំងាស់វាផុយហើយរលួយបន្លែហើយយើងដាក់ត្រីចូលហើយយើងក៏ដាក់អំបិលទុំចូលតែប៉ុន្តែពេលនោះនាងខ្ញុំអត់បានថតដោយសារតែប៉ាខ្ញុំធ្វើលឿនពេកទៅបងប្អូនហើយក៏កាត់ចូលដល់វាដាក់ត្រីហ្នឹងអញ្ចឹងនៅពេលដាក់ត្រីហើយយើងរំងាស់វាក្របវាប្រហែលជា10ទៅ15នាទីត្រីយើងរៀងផុយបន្តិចយើងភ្លក់មើលរសជាតិថាតើរសជាតិជូរល្មមអាចញ៉ាំបានហើយឬនៅហើយបន្លែលក់វិញមានការ៉ុតមានផ្កាស្នោមានពពាយមានត្រសក់ចុះបើសិនបើយើងមានបន្លែផ្សេងទៀតយើងអាចផ្សំជាមួយបានណាហើយនេះគឺយើងរំងាស់វាតតែបន្លែឬក៏ត្រីសាច់របស់យើងផុយល្អហើយការរំងាស់នោះទៀតសោតគឺរំងាស់តតែសាច់ជ្រូកឬក៏បន្លែរបស់យើងរៀងផុយហើយនេះគឺនៅពេលដែលនាងខ្ញុំដុសញ៉ាំគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនបងប្អូនញ៉ាំបាយឡើងអស់ពី3ចានណានេះជាលើកទី1ស្នាដៃប៉ារបស់នាងខ្ញុំដែលធ្វើសម្រាប់អ្នកទស្សនាវីដេអូធ្វើខមម៉ាំនេះកុំភ្លេចធ្វើឲ្យក្រុមគ្រួសារហូបដោយសារតែមុខនេះគឺឆ្ងាញ់ហូបបាយបានច្រើនខ្លាំងមែនទែនហើយវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកនាងខ្ញុំមានតែមានដៃ10ទេសូមអរគុណច្រើនសូមជម្រាបលា